អ្នកទាំងអស់គ្នាដែលបានញ៉ាំស៊ុបកសែងអត់បើអត់តោះមកមើលវីដេអូនេះទាំងអស់គ្នាធ្លាប់បងអ្នកទាំងអស់គ្នាកសែងយើងប្រើក៏ដោយកសែងជុតតុកជុតទូក៏ដោយឲ្យទៅបោកឲ្យវាឡើងរឹងឬក៏ឡើងខ្មៅបតាអញ្ចឹងណាបើហៅបានកសែងប្រភេទនឹងហើយគឺថាស្ងោម្ដងជាតិហ្មងមិនមែនជាតិយកមកញ៉ាំទេណាគឺជាតិដោយសារអីស្ងោមកវែកមកទឹកខ្មៅអិចយើងអត់ដែលដឹងថាប្រភេទក្អែលស្អិតជាប្រភេទខ្លាញ់ដែលយើងគក់នឹងដៃដាក់សាប៊ូធម្មតាគឺអត់ចេញទេតោះតែយើងដាំទឹកពុះអញ្ចេះដាក់ក្រូចឆ្មាមួយសាប៊ូទៅវាចេញជាតិនឹងចេញមកកសែងមនុស្សផងភាគច្រើនគឺមកពីgelហើយនឹង wax ដែលគាត់លាបក្បាលរបស់គាត់រីឯកសែងផ្ទះបាយយើងដែលបោកទៅហឹងហើយធំមីតបហ្នឹងគឺមកពីខ្លាញ់ស្អិតរបស់ការខំអិនផងយើងហើយបើអ្នកទាំងអស់គ្នាសាកយកទៅបោកម៉ាស៊ីនវិញទៅមិនគឺមកអញ្ចឹងគឺអត់ស្អាតទេអញ្ចឹងហើយនេះគឺជាវិធីដែលខ្ញុំធ្វើជាប្រចាំជាមួយកសែងផ្ទះបាយនិងកសែងប្តីផងខ្ញុំដែលសារគាត់អាសាប្រើ wax gel អីហ្នឹងវាធ្វើឲ្យកសែងយើងខ្មៅដល់កន្លែងជាមួយកសែងធំគឺងាយជាងនឹងគឺយើងគ្រាន់ដាំទឹកក្តៅហើយដាក់ចូលកធុនទៅយកកសែងទៅត្រាំកន្លែងណាដែលខ្មៅហ្នឹងទៅហើយយើងដាក់សាប៊ូចូលហើយបើសិនអាចដាក់ទឹកខ្មេះចូលទៀតរឹតទៅល្អអ្នកទាំងអស់គ្នាត្រាំទឹកក្តៅហ្នឹងចូលកន្លះម៉ោងអីទៅនឹងឃើញក្អែលនឹងឃើញអាជាតិ gel wax ហ្នឹងចេញមកហ្មងនិយាយពី gel សក់ឥឡូវសូមអួតសក់ពណ៌ធម្មជាតិមកវិញនេះឥឡូវលាបពណ៌បែបខ្មៅបែបសុភាពមកវិញហ្នឹងមិនដែរស៊ីមុខខ្ញុំអត់អ្នកទាំងអស់គ្នាហើយនេះវិញគឺជា texture កសែងក្រោយពីយើងដាក់ដាំទឹកក្តៅងាស់គាត់ឲ្យចេញជាតិខ្លាញ់នឹងអស់ទៅគឺវាសុភាពទន់ល្មើយមកប្រើវិញបាត់ទាំងក្លិនអស់ទាំងមេរោគអញ្ចឹងកុំភ្លេចសាកទាំងអស់គ្នាណា